រដ្ឋមន្ត្រីការពារជាតិឆែកបារម្ភពីទីហ៊ានដែលចាក់ចេញពីជួរទ័ពកាន់តែកើនឡើងក្រោយមេដឹកនាំខ្លួនប្រកាសចូលរួមរក្សាសន្តិភាពនៅអ៊ុយក្រែនរដ្ឋមន្ត្រីក្រសួងការពារជាតិឆែកចាណាខឺណូឆូវ៉ាកាលពីពេលថ្មីនេះបានសម្ដែងការព្រួយបារម្ភជាខ្លាំងនៅពេលយោធាប្រទេសនេះកំពុងបាត់បង់ទាហានកាន់តែច្រើនឡើងដោយសារតែការព្រួយបារម្ភអំពីលទ្ធភាពនៃការចល័តទៅអ៊ុយក្រែនមន្ត្រីមួយចំនួនបានសម្រេចចិត្តចាក់ចេញពីជួរទ័ពដោយសារតែផលប៉ះពាល់នៃចំនួននៅអ៊ុយក្រែនទាហានជាច្រើនមានអារម្មណ៍មិនច្បាស់លាស់និងព្រួយបារម្ភអំពីបេសកកម្មយោធានៅពេលអនាគតរបស់ពួកគេប្រព័ន្ធផ្សព្វផ្សាយនិងអ្នកអង្កេតការណ៍បានធ្វើការប៉ាន់ស្មានឥតឈប់ឈរអំពីទាហានដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែនហើយនោះគឺជាហេតុផលមួយដែលធ្វើឲ្យពួកគេដោះឯកសណ្ឋានរបស់ពួកគេនេះបើតាមចាណានិយាយនៅមុខព្រឹទ្ធសភាឆែកយោងតាមស្ថិតិពីទីភ្នាក់ងារសារព័ត៌មាន Novinky ចំនួនទាហានដែលចាក់ចេញពីកងទ័ពឆែកបានកើនឡើង 40% ជារៀងរាល់ឆ្នាំចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ2022នៅឆ្នាំ2024ទាហានអាជីព1370នាក់បានចាក់ចេញពីកងទ័ពហើយក្នុងឆ្នាំ2023វាមានចំនួន1200នាក់ហើយឆ្នាំមុនវាមានចំនួន1337នាក់មុនឆ្នាំ2022ចំនួនទាហានដែលចាក់ចេញពីកងទ័ពឆែកមានការប្រែប្រួលចន្លោះពី800ទៅ1000នាក់នៅក្នុងមួយឆ្នាំការបាត់បង់ចំនួនទ័ពកាន់តែច្រើនទៅបន្ទាប់ពីប្រធានាធិបតីឆែកលោក Peter Pavel បានប្រកាសកាលពីថ្ងៃទី22ខែមីនាថាប្រទេសរបស់លោកត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពង្រាយកងទ័ពដើម្បីចូលរួមជាមួយកងកម្លាំងរក្សាសន្តិភាពក្នុងប្រទេសអ៊ុយក្រែនប្រសិនបើទីក្រុងគៀវនិងទីក្រុងមូស្គូឈានដល់កិច្ចព្រមព្រៀងបទចុះបាញ់នេះជាគំនិតផ្ដួចផ្ដើមដោយអង់គ្លេសនិងបារាំងយ៉ាងណាក៏ដោយរុស្ស៊ីបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះផែនការនេះដោយនិយាយថាវត្តមានរបស់កងកម្លាំង NATO នៅក្នុងប្រទេសអ៊ុយក្រែនក្នុងទម្រង់ណាមួយគឺមិនអាចទទួលយកបាននោះឡើយ។